សួរលោកគ្រូខ្ញុំស្ដាប់លោកគ្រូនៅតែសែនអ្នកតាទៀតសែនដោយសារសុំអ្នកតាឲ្យសម្រេចអ្វីមួយហើយយើងក៏សម្រេចបានមែនខ្ញុំសែនឲ្យគេមិនមែនដោយសារខ្លាចទេគឺសែនដោយគិតថាបើយើងប្រើមនុស្សគឺឲ្យលុយទៅមនុស្សតែបើយើងពឹងខ្មោចក៏សែនមកហូបចំណីឲ្យខ្មោចបានហូបដែរហើយក្នុងចិត្តក៏យល់ថារួចគ្នាហើយតើខ្ញុំស្ដាប់លោកគ្រូមកពី3ឆ្នាំនេះមានន័យឬទេហ្នឹងមានន័យអញ្ចឹងឯងហើយយើងទោះបីជាសែនទៅវាបានអញ្ចឹងមែនយើងដែលគិតសុខទុក្ខរបស់អ្នកតាហ្នឹងឯងយើងគិតចេះវិញអត់អាណិតអ្នកតាទេឲ្យអ្នកតាហ្នឹងនៅធ្វើជាអ្នកតាបំរើយើងរហូតចឹងទៅអត់ឲ្យគាត់នឹងរួចផុតទុក្ខផុតទោសពីអ្នកតាទេរឿងវាមិនមែនត្រឹមតែវាស័ក្តិសិទ្ធិមិនស័ក្តិសិទ្ធិទេអញ្ចឹងបានខ្ញុំកាលទៅបរៀនធននៅស្ទងអញ្ចឹងមានអ្នកតា3នៅក្តីដើមឥឡូវសង្ស័យតែកាចវិញហើយមិនដឹងទេឲ្យតែមុនបរៀនខ្ញុំឲ្យកងរឿងទៅហៅអ្នកតាមករៀនធម៌ពយល់ទាំងមនុស្សទាំងអមនុស្សឲ្យយល់ពូអ្នកតាខ្លះនឹងកាចហ្នឹងជួនកាលកាច់លោកក៏មានស្ត្រីពុះធំដើរមុខមិនបានលូតអីចឹងទៅលឺចាស់និយាយទេពយល់នៅត្រីអងគេសែនគេថ្វាយហ្នឹងអាហ្នឹងបាបលោភៈអាហ្នឹងហើយជាពាក់ក្នុងរោងហ្នឹងរាប់សែនឆ្នាំទៀតក៏មិនទៅណាដែរវានៅតែតាហ្នឹងបើទោះជាទទួលសំណែនឲ្យជួយគេក៏ដោយក៏វាអត់ទៅណារួចក្រៅពីធ្វើអ្នកតានៅក្នុងខ្ទមនឹងដែររាប់សែនឆ្នាំទៅមុខទៀតនោះមូលហេតុដែលខ្ញុំមិនសែនអ្នកតាមិនសែនខ្មោចខ្ញុំអាណិតខ្មោចអាណិតអ្នកតាខ្ញុំចង់ឲ្យពួកនឹងរួចទុករួចទោសឲ្យគាត់ចម្រើនកុសលវាយល់ថានេះដល់ទៅកាច់គេកាច់ឯងអញ្ចឹងអំពើបាបងាប់ពីអ្នកតានឹងទៅអត់បានអ្នកតានឹងទៀតធ្លាក់នរកចេះតែបញ្យល់ទៅស្រាប់ទៅបញ្យល់សពគេថាឥឡូវកាន់សិលហើយឡើងកាច់ឡើងអីពីណាញ៉េមិនខ្ញុំបដិសេធថាពួកនឹងមិនមានទេបើខ្សែខ្ញុំហ្នឹងខ្សែសែនហ្នឹងឯងខ្ញុំហ្នឹងឯងអ្នកយកប្រដាប់ទៅសែនឈឺម្ដងយកទៅសែនអ្នកតាសុកនៅមុខផ្ទះហ្នឹងបាយក្រហមញោមភ្លាទៅខាងសាប៊ូជួទៅខ្ញុំមិនដឹងណាអាហ្នឹងជាដែរតាប៉ុន្តែគិតថយមកវិញខ្ញុំអាណិតមិនគួរឲ្យពួកនឹងនៅអញ្ចឹងនៅស៊ីសំណែនអញ្ចឹងឥឡូវយើងឧបមាមកខ្លួនយើងវិញយើងខំធ្វើល្អមកកណោវាគួរណាស់តែស្លាប់ទៅកើតមនុស្សកើតជាទេវតាប៉ុន្តែស្រាប់តែជាប់កងត្រាឲ្យទៅធ្វើអ្នកតាព្រមដែរតើជីវិតជាអ្នកតាជីវិតជាយាយម៉ៅនៅរោគចាំខ្មោចតំណឹងនឹងជាជីវិតមានន័យដែរជាជីវិតដែលអ្នកទាំងអស់គ្នាប្រាថ្នាណាជាជីវិតអ្នកទាំងអស់គ្នាកំពុងសែនគាត់នឹងប្រាថ្នាទៅកើតតំណឹងដែរដូចជាប់គុកនឹងគិតមើលមិនដូចជាប់គុកខ្ទមប៉ុណ្ណឹងឲ្យគាត់នៅហ្នឹងសែនតាំងពីចៅរហូតដល់តារហូតដល់ចៅទួតនៅតែសែនអ្នកតាហ្នឹងមកឲ្យគាត់តាណាសោះនេះ